Ok, jadi suruh pemain bang pun ta. Ni cangមានការចែកម្លែកបន្តិចពាក់ព័ន្ធនឹងខ្ទឹមបារាំងវិញណានេះយើងអាចចេះមកទិញខ្ទឹមបារាំងវិសាមកយើងអាចបែងចែកផលប្រយោជន៍បាន2នេះឃើញទេយើងកាត់វាយកមកជារៀងមកហើយយើងអាចដាំវាបន្តនេះដាំមកគឺដោះនេះដោះបដូលកប់អាក្បាលឬក្នុងទៅក្រោមក្បាលខ្ទឹមបារាំងចុះទៅក្រោមមកហើយសល់បដូលកណ្ដាលវានឹងដោះបន្តវានឹងចេញឬមកថ្មីហើយយើងធ្វើពូជមិនដោយសារតែវាពេលវាដុះទៅរហូតដល់ចេញដើមធំមានផ្កាវាខាងលើចឹងអាផ្កាខាងលើនឹងហើយដល់ផ្កាមកកញ្ចុំរបស់វានឹងគឺសុទ្ធតែជាក្របពូជបន្តរបស់ខ្ទឹមបារាំងហ្នឹងហើយចាអានេះយើងកុំឲ្យខាតយើងពុះយកតែចំហៀងមកយើងសល់ប៉ុន្តែយើងដាក់ដាំចោលទៅដើម្បីបានពូជវាទុកដាំបន្តហើយផ្ការបស់វាខាងលើមកកញ្ចុំហ្នឹងគឺមានពូជក្របពូជច្រើនណាចឹងយើងអាចយកទៅដាំបានច្រើនផើងឬមួយក៏ហៅថាបានច្រើនដើមបន្តមកវិញទៀតពេលណាបន្ទាប់ពីវាចាប់ដើមចេញផ្កាចឹងទុកផ្កាវាឲ្យឡើងរៀងសកមតិចទៅវាអាចយកគ្រាប់ទៅដាំបានហើយអូខេអត់មានអីច្រើនទេខ្ញុំមានការចែកម្លែកតែប៉ុណ្្នេះឯងសូមអរគុណបាទអូខេខ្ទឹមបារាំងយើងបាននេះថ្ងៃទី3ថ្ងៃទី3វាដុះចេញមកក្រៅបានប៉ុណ្ណឹងថ្ងៃទី3បាទជម្រាបសួរបងម៉ែបងប្អូនទាំងគ្នាខ្ញុំមកបង្ហាញឥឡូវនេះខ្ទឹមបារាំងរបស់យើងបាន10ថ្ងៃណាបងប្អូនមើលឃើញនេះឃើញគល់របស់វាចាប់ផ្ដើមរីកធំឥឡូវនេះយើងចាប់ផ្ដើមដកវាចេញពីផើងតូចនេះមកដាក់លើផើងធំវិញណាលើដីដែលយើងបានលាយរួចស្រេចយើងកាត់វាចេញមកយើងចាក់រឹសលឿនល្អឃើញទេពេលរឹសខ្ទឹមបារាំងយើងចាក់លឿនខ្លាំងបើមកចាក់លពេញមកកែវចឹងនេះដីដែលយើងបានលាយរួចណាដាក់លាយកន្តិចទីកាសំណល់ខ្លះជាមួយនឹងជីវកាដាក់លោកជុំកាមហើយនឹងដាក់កបោកសិកម្មដើម្បីស្លាប់មេរោគយើងដាក់វាចូលមកហើយនៅសល់ចន្លោះនេះយើងចន្លោះនៅសល់នេះយើងលុបដីដែលយើងនៅសល់ហ្នឹងដីដែលយើងនៅសល់ហ្នឹងយើងចាក់វាពេញបន្ថែមទៅនេះដីលាយរបស់យើងលាយទុកចឹងយើងលាយដីទុកហ្នឹងដើម្បីទុកដាក់វាហើយយើងចាក់ទុកវាថែមហ្នឹងក៏ទៅយើងតិចទៅណានេះក្រោបដបនេះខ្ញុំចោះរុនវាទៅតូចដើម្បីយើងងាយស្រួលស្រោចអូខេអរគុណច្រើនបាយបាយ